អំពីត្បូងនិលថេកថៃត្បូងនិលដែលយើងស្គាល់មានពណ៌ខ្មៅហើយវាជាវត្ថុធាតុដើមសម្រាប់ច្នៃជាគ្រឿងអលង្ការគ្រឿងគោរពបូជានិងវត្ថុប្រើប្រាស់តុបតែងផ្សេងៗវាជាសារពើភ័ណ្ឌដែលមិនមានគ្រីស្តាល់នៅខាងក្នុងវាកើតពីសកម្មភាពអវកាស Impact Glass ក្រៅផែនដីឬធ្លាក់ពិភពដទៃមកដែលឆ្លងកាត់កាលៈទេសៈជាច្រើនដំណាក់កាលក្នុងធម្មជាតិវាស្មុគស្មាញចំពោះសារធាតុផ្សំបង្កើតវាដោយសារវាមកពីក្រៅផែនដីមនុស្សខ្លះបានហៅថ្មនេះថាជាថ្មន័យអំណោយពីឋានសួគ៌ការកកើតរបស់ត្បូងនិលថេកថៃត្បូងនិលភាសាអង់គ្លេសហៅថាថេកថៃឬថេកថៃ Gemstone គឺជារូបធាតុធម្មជាតិប្លែកៗដែលកើតចេញពីព្រឹត្តិការណ៍ដ៏ធំមួយគឺជាការពូតរអួតផ្ទុះឬបុកប៉ះបាក់របស់អាកាសធាតុអវកាស Meteorite Impact នៅក្នុងលំហនៃអវកាសមានសារធាតុគីមីជាច្រើនស្ថិតនៅដែលគេឲ្យឈ្មោះថាជាធូលីស្ថានភាពនៅក្នុងអវកាសតែងតែប្រែប្រួលដែលធូលីទាំងនោះប្រមូលផ្ដុំគ្នាមកប៉ះបរិយាកាសផែនដីឬហៅថាចូលអន្ទាក់អាកាសធាតុផែនដី Meteorite បុកចុះមកលើផែនដីនៅពេលដែលបន្ទះអវកាសធំៗនោះធ្លាក់ចុះមកផែនដីដោយល្បឿនលឿនខ្លាំងវាបង្កើតសីតុណ្ហភាពខ្ពស់និងសម្ពាធដ៏ខ្លាំងកម្លាំងបុកធ្វើឲ្យថ្មនិងដីនៅជុំវិញតំបន់ដែលបុករលាយខ្សលផ្ទុះឡើងคล้ายជាខ្លាញ់កញ្ចក់សារពើភ័ណ្ឌដែលកំពុងរលាយត្រូវបានបាញ់ឡើងខ្ពស់ទៅលើមេឃប៉ះជាមួយនឹងខ្យល់ត្រជាក់កកតាមផ្លូវធ្លាក់ចុះคล้ายជាសំណល់កញ្ចក់តូចៗដែលខ្លះខ្លួនវាកំពុងតែនៅក្តៅខ្លាំងក៏ប្រែមានរូបរាងដូចសំណុំពពុះអុចៗដែរហើយនៅពេលដែលវាធ្លាក់ចុះប៉ះភាពត្រជាក់នៅលើខ្យល់ខ្ពស់ៗវាបង្កើតបានជារូបរាងដូចជាមូលដូចសុទ្ធសំប៉ែតទ្រនាប់ដូចជាដុំបង្គោលវែងរាងដុំកញ្ចក់កោងកោងរាងផ្កាយឬរាងប្លែកៗផ្សេងទៀតហើយរាងប្លែកៗទាំងនោះភាគច្រើននៅទឹកដីអូស្ត្រាលី Australite Platform ទោះជាមានសន្តានប្លែកៗផ្សេងនេះក៏ដោយប៉ុន្តែសាច់ថ្មថេកថៃស្ទើរតែទាំងអស់មើលទៅដូចជាកញ្ចក់ខ្មៅឬសាច់ថ្មខាងក្នុងរបស់វា smooth ណែនហើយរលើបរលោងត្បូងនិលថេកថៃមានកម្រិតភាពរឹងខុសៗគ្នាទៅតាមប្រភេទរបស់វាដែរគឺចន្លោះពី 5.5 ទៅ 7 ចុចនិងត្បូងនិលដែលមានគុណភាពល្អគឺភាគច្រើនមានកម្រិតភាពរឹងជិត 7 ចុចឬ 7 ចុចតែម្ដងចំណែកតម្លៃរបស់វាជាលក្ខណៈសកលគឺក្នុង1ក្រាមចន្លោះពី$10ទៅ$100ឡើងទៅតាមគុណភាពត្បូងភាគច្រើននៅតាមបណ្ដាប្រទេសដែលមិនទាន់អភិវឌ្ឍតម្លៃរបស់វាគឺក្នុង1ក្រាមចន្លោះពី$2កន្លះទៅ$5ហើយនៅតំបន់មួយចំនួនដែលគេចូលចិត្តប្រើវាចំពោះត្បូងនិលដែលពេញនិយមតម្លៃចន្លោះពី$15ទៅ$20ក្នុង1ក្រាមនិយាយរួមត្បូងនិលបច្ចុប្បន្នតម្លៃនៅធូរថ្លៃល្មមសមរម្យសម្រាប់ប្រជាជនយើងប្រើប្រាស់ថេកថៃត្រូវបានរកឃើញនៅតំបន់ធំៗដែលគេហៅថា Streamfield ឧទាហរណ៍ដូចជាអូស្ត្រាលីAustralite អាស៊ីអាគ្នេយ៍ Indochinese អឺរ៉ុប Moldavite ឥឡូវយើងទៅមើលលក្ខណៈពិសេសរបស់វាលក្ខណៈពិសេសរបស់ថេកថៃមានពណ៌ខ្មៅឬត្នោតខ្មៅខ្លះមានពណ៌បៃតងដូចជា Moldavite មានផ្ទៃខាងក្រៅអាចរលោងឬកន្សោមពពុះឬមានរុនតូចប្រភេទថេកថៃ Major Type មានប្រភេទធំដែលញឹកញាប់យើងឃើញនៅ1ប្រភេទ Indochinese ជាប្រភេទដែលឃើញច្រើនបំផុតឃើញនៅកម្ពុជាវៀតណាមឡាវថៃមានពណ៌ខ្មៅនិងពណ៌ក្រហមត្នោតប្រភេទថេកថៃ Major Type មានមូលដ្ឋានអវកាស Impact ប្រហែលកកើតពី70,000ឆ្នាំមុននៅកម្ពុជាយើងក៏ឃើញច្រើនដែរប្រភេទហ្នឹងទី2ប្រភេទ Moldavite ប្រភេទ Moldavite មានពណ៌បៃតងខ្មៅស្ពៃជ្រក់កើតនៅអឺរ៉ុបប្រភេទ Czech Republic វាមានតម្លៃខ្ពស់ជាងគេត្រូវបានគេប្រើច្រើនបំផុតនៅក្នុងវិស័យការងារផ្នែកធ្វើរឿងពាក់ព័ន្ធនឹងវិញ្ញាណ Spiritual Work ទី3 Australite កើតនៅអូស្ត្រាលីមានរាងបែកចំហៀង Button shape មានផ្ទៃស្គុះស្គង់ប្លែកៗទី4 Libyan Desert Glass វាមានពណ៌លឿងរហូតដល់ពណ៌មាសមើលទៅដូចដុំកែវពន្លឺតម្លៃវាថ្លៃណាស់វាកើតនៅទីទំនេរលីប៊ីអេស៊ីបឥឡូវយើងទៅមើលអំពីជំនឿផ្សេងចំពោះត្បូងនិល
เทคไทยថ្មเทคไทยជាថ្មចក្រានៃអំណាចដែលបើកឲ្យរាងកាយប្រើប្រាស់សក្តានុពលរបស់ខ្លួនឯងយើងបានខ្ពស់បំផុតវាបំផុសគំនិតក្នុងពេលវេលាស្ងៀមស្ងាត់ជួយឲ្យយើងពិចារណាឆ្លុះបញ្ចាំងដើម្បីរកភាពរីកចម្រើនបង្កើតចំណេះដឹងថ្មីៗហើយជួយឲ្យយើងមានអារម្មណ៍ស្ងប់សោយសុខក្នុងពេលវេលាស្ងៀមស្ងាត់ឬពេលវេលាសមាធិរបស់ខ្លួនវាជាថ្មដែលជួយរំលឹកដាស់តឿនយើងឲ្យយល់ថាមានកំហុសនិងកែប្រែភ្លាមៗនៅនឹងកន្លែងធ្វើឲ្យយើងមានអារម្មណ៍មូលក្នុងការបំពេញការងារឲ្យឆាប់បញ្ចប់ដោយជោគជ័យ Take Thai ត្រូវបានគេចាត់ទុកថា Stone of Universal Information ដែលជួយឲ្យអ្នកបើកចិត្តទទួលយកចំណេះដឹងថ្មីៗឬយល់លើស្ថានភាពដែលស្មុគស្មាញវាមានកម្លាំងបញ្ជូនចំណេះដឹងបើកផ្លូវឲ្យយើងស្វែងយល់បានលឿនទទួលចំណេះដឹងបានពីគ្រប់ទីកន្លែងបង្កើនកម្លាំងផ្លូវចិត្តនិងការពារធម៌ពលអវិជ្ជមានកាត់បន្ថយអារម្មណ៍ stress ធ្ងន់ធ្ងរបង្កើតអារម្មណ៍ក្លាហានបង្កើតភាពរឹងមាំនិងបង្កើតស្ថិរភាពក្នុងជីវិតរស់នៅ Take Thai គេឃើញថាសមស្របជាងសម្រាប់អ្នកប្រើដែលកើតខែកក្កដានេះគ្រាន់តែជាគំនិតដែលផ្អែកលើជំនឿបុរាណប៉ុណ្ណោះនរណាខ្លះបានប្រើប្រាស់ត្បូងនិលមិនមានឯកសារណាបានបើកចំហអំពីមនុស្សល្បីៗឬអ្នកមានឥទ្ធិពលណាមួយឲ្យច្បាស់ប្រាកដទេថាពួកគេបានប្រើប្រាស់ឬកាន់កាប់ត្បូង Take Thai ឬថ្មនិលនេះប៉ុន្តែយើងគ្រប់គ្នាសុទ្ធតែដឹងថាបច្ចុប្បន្ននេះនៅស្រុកខ្មែរនិងនៅប្រទេសអាស៊ីជាច្រើនបានប្រើប្រាស់ត្បូងនិលជាគ្រឿងអលង្ការជាវត្ថុគោរពបូជាជាវត្ថុអនុស្សាវរីយ៍និងជាគ្រឿងតុបតែងជាច្រើនប្រភេទទៀតក្រោយទស្សនាវីដេអូនេះតើបងប្អូនចង់បានត្បូងនិលប្រើប្រាស់ឬទេហើយតើបងប្អូនចង់ប្រើប្រាស់ត្បូងនិលនេះជារបៀបយ៉ាងម៉េចវិញសូមខមមិនបញ្ចេញមតិនៅខាងក្រោមសូមគោរពអរគុណ